ឥឡូវខ្ញុំនឹងបង្ហាត់អ្នកទាំងអស់គ្នាអំពីកម្មវិធី Microsoft Office Word ឧទាហរណ៍ណាឧទាហរណ៍ខ្ញុំវាយអត្ថបទមួយប៉ុន្តែខ្ញុំចង់មានលេខ1លេខ2បងជាលេខរៀងស្មើគ្នាអញ្ចឹងយើងអាចចូលទៅ Home Page ហើយយើងអាចកំណត់នេះត្រង់នេះវានឹងបង្ហាញស្រាប់ណាលេខ1លេខ2លេខ1ជាប្រភេទអក្សរជាប្រភេទលេខហើយជាប្រភេទអក្សរតាំងនេះយើងបង្រីក font វាបន្តិចមកពេលដែលយើង enter វាមានលេខ2បងស្រេច enter មានលេខ2បងស្រេចនេះ enter មកទៀតវាមានតាមលេខរៀងតាមលំដាប់ដោយវាណាតែបើយើងចង់បដូរយកលេខរ៉ូម៉ាំងយើងអាចបដូរបាននេះប្រភេទលេខបែបរ៉ូម៉ាំងប្រភេទ ABC ABC អញ្ចឹងទៅយើងអាចចង់ទាញឲ្យវាវែងខ្លីណាហើយក៏ទាញវាខាត់មុខខាត់ក្រោយស្រាប់ទៅសាច់តែយើងចង់បានណាចំពោះការរៀបចំមេនុយឬក៏មុខម្ហូបផ្សេងៗយើងអាចប្រើវាក៏បានហើយចំណែកនេះវិញគឺវាទៅតាមរូបរាងវាបែបនេះណាដូចគ្នាចឹងដែរtab យើងអាចនេះយើងអាចទៅមុខទៅក្រោយណាសារ៉េហើយ insert table វាមានតួនាទីសំខាន់ដែរដូចថាយើងចង់សេមេនុយឬក៏តារាងឈ្មោះយើងចុចទៅលើ table insert យើងចង់ដាក់ table ប្រហែល5ឬក៏6 7ណា3ក៏បណ្ដោយ3ឬក៏ទៅតឹងប្រមាណអញ្ចឹងយើងកំណត់ទៅវានឹងចេញតែម្ដងហើយយើងវាយអក្សរចូលដាក់លេខរៀងlogoចំនួនបាទចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតដោយសារឥឡូវនេះ